នាងខ្ញុំឈ្មោះហានសុភានៅភូមិក្លេស្រុកវាខេត្តកំពង់ឆ្នាំងខ្ញុំអាយុ42ហើយគ្រួសារមាន5នាក់កូន3សប្តាហ៍ថ្ងៃបកមុខរបររស់ស៊ីខេចង្ក្រាននេះថាគេហ្មងម្ដង100 200អញ្ចឹងអន់ដូចខ្ញុំធ្វើថាបុណ្យ10ថ្ងៃអញ្ចឹងទៅចេញឲ្យគេចេញឲ្យម៉ួយហ្នឹងបាន3000ចាមួយ3000នាងខ្ញុំធ្វើចង្ក្រានក្នុងមួយថ្ងៃចា30ទៅ40បើនឹងការងារច្រើនបើកម្មកខ្ញុំធ្វើ80ក៏មានជិត100ដែរខ្ញុំលក់ចេញឲ្យមួយកណ្ដាលហ្នឹងបាន3000មុនខ្ញុំពេលខ្ចីចម្រើនហ្នឹងខ្ញុំធ្វើបាន3 4 500ឆ្កែនទេដល់ពេលខ្ញុំបានខ្ចីគាត់ទៅបានបន្តទៀតទៅគាត់បានច្រើនទៅមុខទៅ1000ជិត1000អញ្ចឹងទៅមុនពេលខ្ញុំខ្ចីចម្រើនចំណូលរបស់ខ្ញុំបាន1លានកន្លះទៅ2លានហើយខ្ញុំបានបង្កើតមុខរបរគ្រាន់តែធំបន្តិចចំណូលរបស់ខ្ញុំបាន3លានទៅ1000ទៅថ្ងៃអនាគតខ្ញុំចង់បរិយារោងចក្រានខ្ញុំបានធំហើយខ្ញុំចង់យកកម្មករធ្វើឲ្យបានច្រើនអញ្ចឹង